នេះជាសកម្មភាពដែលខ្ញុំយកត្បូងរបស់ខ្ញុំដែលជាត្បូងពណ៌ស្វាយយើងហៅត្បូងកៅណាំហ្វានហើយភាសាបច្ចេកទេសហៅត្បូង amethyst យកឲ្យជនជាតិបារាំងពិនិត្យមើលថាត្បូងនឹងធម្មជាតិឬក៏คล้ายហើយដោយសារការពិនិត្យត្បូងម្ដងប្រើរយៈពេលយូរដោយសារគេត្រួតពិនិត្យមើលបន្តិចម្ដងគេអត់មើលលឿនទេគឺគេត្រួតពិនិត្យមើលសរសៃ fiber ថាត្បូងនឹងមានសរសៃ fiber អត់ដោយអ្នកខ្លះគាត់គ្រាន់តែកាន់ត្បូងមកគ្រាប់ហើយយកកែវព្រិចមើលផ្អៀងចុះផ្អៀងឡើងគាត់ឆ្លើយភ្លាមថាត្បូងធម្មជាតិឬក៏ត្បូងคล้ายអ្នកនិយាយអញ្ចឹងគឺអត់ដែលបានឆ្លងកាត់ការរៀនផ្នែកបណ្ដុះបណ្ដាលមើលត្បូងនឹងទេគាត់រៀនចេះតាមតគ្នាហើយបើសិនអ្នកឯកទេសគេគឺមើលហើយមើលទៀតផ្អៀងចុះផ្អៀងឡើងមើលក្នុងសាច់ត្បូងហើយមើលអត់លឿនទេមើលយឺតហើយប្រើ telescope 2មើលមួយអត់អស់ចិត្តហើយគេចូលមើលមួយទៀតគេមើលយឺតអញ្ចឹងដើម្បីឲ្យប្រកាសថាត្បូងដែលគេមើលនឹងពិតជាត្បូងធម្មជាតិឬក៏ត្បូងคล้ายហើយចំពោះបងប្អូនដែលមានបំណងចង់ទិញត្បូងយកធ្វើគ្រឿងអលង្ការប្រើប្រាស់កុំសូវជឿលើជាងពេកឬក៏ក្រុមកុងខ្សែដែលដើរទិញត្បូងដល់កន្លែងជីកហើយផុសតាមបណ្ដាញសង្គមថាគាត់ជាក្រុមកុងខ្សែត្រឹមត្រូវដើរទិញត្បូងធម្មជាតិដល់កន្លែងជីកអ្នកខ្លះក៏គាត់លក់ត្បូងធម្មជាតិត្រឹមត្រូវរបស់គាត់មែនតែអ្នកខ្លះទៀតក៏លក់ឲ្យคล้ายឲ្យបងប្អូនដែរខ្ញុំនិយាយនេះមិនមែននិយាយទូទៅទាំងអស់គ្នាទេខ្ញុំនិយាយតែក្រុមកុងខ្សែមួយចំនួនតូចឬក៏ក្រុមជាងមួយចំនួនតូចទេដែលគាត់ដឹងថារបស់គាត់คล้ายហើយនៅលក់ឲ្យអតិថិជនថារបស់គាត់ជាត្បូងធម្មជាតិទៀតហើយជាងកាត់ត្បូងខ្លះក៏អត់ចេះមើលថាត្បូងនឹងជាប្រភេទត្បូងធម្មជាតិឬក៏ត្បូងคล้ายទេហើយគាត់ចង់រកស៊ីលក់ត្បូងដូចគេដែរចឹងហើយគាត់ទិញត្បូងពីអ្នកលក់ឲ្យគាត់ថាត្បូងនឹងជាប្រភេទត្បូងធម្មជាតិដល់អញ្ចឹងទៅគាត់ទិញបានពីអ្នកលក់ហើយគាត់កាត់ត្បូងបានគាត់លក់ឲ្យអ្នកលក់តឬក៏លក់បោះដុំឲ្យគេតគាត់ប្រាប់គេថាជាប្រភេទត្បូងធម្មជាតិដែរហើយអ្នកទិញតពីគាត់ឃើញគាត់ជាជាងអញ្ចឹងទៅគេពិតជាជឿថាគាត់ពិតជាលក់ត្បូងធម្មជាតិឲ្យគេមែនដោយសារឃើញគាត់ជាជាងកាត់ត្បូងស្រាប់ដល់អញ្ចឹងទៅគេយកទៅលក់បន្តឲ្យអតិថិជនទៀតគេប្រាប់តគ្នាទៀតថាត្បូងរបស់គាត់ពិតជាត្បូងធម្មជាតិដល់ពេលអ្នកទិញតនឹងទិញហើយយកទៅពិនិត្យមើលអាចជាត្បូងធម្មជាតិឬក៏អាចជាត្បូងคล้ายហើយក៏ខ្ញុំសូមអភ័យទោសដែរចំពោះបងប្អូនមួយចំនួនដែលយកត្បូងលក់ឲ្យខ្ញុំឬក៏ខលមកសួរខ្ញុំដែលខ្ញុំអត់ឆ្លើយតបឬក៏ខ្ញុំអត់ទិញដោយសារត្បូងរបស់គាត់អត់ដឹងប្រភពមកពីណាអ្នកខ្លះយកត្បូងលក់ឲ្យខ្ញុំថាត្បូងរបស់គាត់ជាប្រភេទត្បូងគេដូនតារបស់គាត់ពី3ជំនាន់ពី3តំណអ្នកខ្លះយកត្បូងលក់ឲ្យខ្ញុំថាត្បូងរបស់គាត់ជាប្រភេទត្បូងបុរាណព្រោះឬបាននៅកន្លែងរមណីយដ្ឋានប្រវត្តិសាស្ត្របុរាណឬក៏ជីកក្នុងភ្នំបុរាណឯអ្នកខ្លះទៀតយកត្បូងលក់ឲ្យខ្ញុំថាគាត់ជីកនៅកន្លែងជីកត្បូងហើយត្បូងរបស់គាត់ជាប្រភេទត្បូងអច្ឆរិយៈពេលខ្លះភ្លឺពេលខ្លះល្ងិតហើយពេលខ្លះដូរពណ៌នេះពេលខ្លះដូរពណ៌ក្រហមខៀវបៃតងដូរពណ៌គ្រប់ពណ៌ដល់ពេលខ្ញុំឃើញយ៉ាងទៅខ្ញុំទិញពីគាត់ដល់ពេលឲ្យលុយថ្លៃត្បូងរួចរាល់អស់ហើយខ្ញុំក៏បានយកត្បូងនឹងឲ្យជនជាតិបារាំងដែលជាអ្នកបច្ចេកទេសត្រួតពិនិត្យមើលត្បូងត្បូងទាំងអស់ហ្នឹងសិតតែត្បូងคล้ายដល់ពេលខ្ញុំសួរគាត់ថាមូលហេតុអីបានជាប្រភេទត្បូងនឹងคล้ายព្រោះអ្នកលក់ឲ្យខ្ញុំគាត់ប្រាប់ថាជាប្រភេទត្បូងគេសល់ពីដូនតាហើយអ្នកខ្លះទៀតថាជាប្រភេទត្បូងបុរាណជានៅក្នុងភ្នំបុរាណខ្លះទៀតថាជាប្រភេទត្បូងអច្ឆរិយៈដល់អញ្ចឹងទៅបានជនជាតិបារាំងគាត់ប្រាប់ខ្ញុំថាត្បូងคล้ายគេធ្វើបានជោគជ័យតាំងពីជិត200ឆ្នាំមុនម៉េះគេមិនធ្វើបានជោគជ័យនៅសម័យឥឡូវទេអញ្ចឹងត្រូវប្រុងប្រយ័ត្ន